ជំរាបសួរនាងខ្ញុំវិជ្ជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះខ្ញុំសូមលើកយកពីបញ្ហាដែលកូនក្មេងដែលគាត់មានបញ្ហាក្អកក្អួតអ្នកគ្រូកូនខ្ញុំឲ្យតែក្អកគឺក្អួតតែម្ដងនេះគឺជាក្តីបារម្ភមួយដែលពុកម្ដាយភាគច្រើនតែងតែនាំកូនមកពិគ្រោះនៅគ្លីនិកតែតើការក្អកក្អួតនោះគឺជារឿងធម្មតាដែរឬទេហើយពេលណាវាគឺជាសញ្ញាគ្រោះថ្នាក់ដែលត្រូវប្រញាប់យកទៅជួបជាមួយនឹងគ្រូពេទ្យជាដំបូងគឺយើងត្រូវដឹងថាហេតុអ្វីបានជាកូនក្មេងគាត់ងាយនឹងក្អករហូតទៅដល់ក្អួតកុមារគឺគាត់មានការ reflex ហ្នឹងគឺប្រតិកម្មដែលធ្វើឲ្យចង់ក្អួតងាយរំញោចជាងមនុស្សពេញវ័យដូច្នេះហើយនៅពេលដែលកូនក្អកខ្លាំងឬក៏ក្អកយូរប្រតិកម្មនេះគឺវាអាចជំរុញខ្លាំងគឺអាចបណ្ដាលឲ្យក្អួតបានជាពិសេសនៅកុមារតូចៗពួកគាត់គឺមិនទាន់អាចគ្រប់គ្រងប្រតិកម្មនេះបានល្អដូចកុមារធំឬក៏មនុស្សពេញវ័យទេបន្ថែមពីនេះទៅទៀតនៅពេលដែលឈឺគឺក្មេងជាច្រើនគាត់លេបទឹកសម្បោរចូលទៅក្នុងកាពះច្រើនដែលអាចធ្វើឲ្យរំខានកាពះនិងបង្កឲ្យក្អួតបានផងដែរ Post nasal drip គឺទឹកសម្បោរហូរចូលទៅបំពង់កគឺជាមូលហេតុដែលយើងជួបញឹកចូលជាងគេនៅពេលដែលទឹកសម្បោរវាហូរពីច្រមុះធ្លាក់ចូលទៅបំពង់កហ្នឹងគឺវាធ្វើឲ្យកូនក្អកដោយសារតែការ reflex ហ្នឹងហើយពេលសម្បោរហ្នឹងគឺវាចូលទៅកាពះកាន់តែច្រើនក៏អាចបណ្ដាលឲ្យក្អួតបានផងដែរជាទូទៅយើងជួបនៅពេលដែលក្មេងដែលគាត់មានបញ្ហាផ្ដាសាយមានបញ្ហាលាកបង្កមានមេរោគផ្លូវដង្ហើមច្រមុះបំពង់កខាងលើឬមួយក៏អ្នកដែលមានបញ្ហាអាឡែស៊ីជំងឺហឺតឬក៏លាកទងសួតកុមារខ្លះក៏អាចក្អកខ្លាំងដែរជាពិសេសគឺពេលយប់ឬក៏ក្រោយពេលដែលហាត់ប្រាណអញ្ចឹងអាកម្លាំងនៃការក្អកខ្លាំងបន្តបន្ទាប់ហ្នឹងគឺអាចធ្វើឲ្យក្អួតបានរាល់ការក្អកក្អួតទាំងអស់សុទ្ធតែមិនមែនមកពីបញ្ហាផ្លូវដង្ហើមទេពេលខ្លះគឺអាចមកពីបញ្ហាកាពះពោះវៀនក៏អាចបណ្ដាលឲ្យកូនក្អកហើយនឹងក្អួតបានផងដែរពេលណាគួរតែនាំកូនទៅមន្ទីរពេទ្យភ្លាមណាការដែលក្អួតម្ដងអង្កលបន្ទាប់ពីក្អកខ្លាំងនៅពេលដែលក្មេងគាត់នៅលេងធម្មតាស្រួលខ្លួនហើយញ៉ាំអាហារញ៉ាំទឹកអីបានធម្មតាវាមិនមែនជាបញ្ហាដែលព្រួយបារម្ភនោះទេប៉ុន្តែបើសិនជាគាត់ក្អួតនឹងក្អកខ្លាំងជាបន្តបន្ទាប់មិនឈប់គាត់មានបញ្ហាពិបាកដកដង្ហើមឬក៏ដកដង្ហើមហត់អាចមានសញ្ញាខ្វះជាតិទឹកបបោមាត់ស្លេកឬមួយក៏ស្វាយឬមួយក៏ក្មេងដែលគាត់មានក្អកហើយនឹងមានគ្រុនក្តៅខ្លាំងគឺអាចយកគាត់ទៅជួបជាមួយនឹងគ្រូពេទ្យអ្វីដែលពុកម្ដាយអាចធ្វើបាននៅផ្ទះនៅពេលដែលក្មេងដែលគាត់មានបញ្ហាក្អកក្អួតដូចយើងដឹងហើយគឺបញ្ហាក្អកក្អួតភាគច្រើនគឺវាបណ្ដាលមកពីច្រមុះអញ្ចឹងគឺយើងត្រូវសម្អាតច្រមុះដោយប្រើស្រោមប្រៃឬក៏ឧបករណ៍បូមសម្បោរឬមួយក៏បាញ់ច្រមុះដើម្បីជួយបន្ថយការតឹងច្រមុះនិងជួយឲ្យកូនដកដង្ហើមបានស្រួលទី2គឺពេលដែលកូនគេងហ្នឹងគឺយើងអាចព្យាយាមលើកក្បាលឲ្យខ្ពស់បន្តិចពេលគេងដើម្បីជួយបន្ថយការដែលធ្លាក់សម្បោរពីច្រមុះទៅបំពង់កទី3គឺយើងអាចព្យាយាមឲ្យទឹកដោះគោឬមួយក៏អាហារតិចបានហើយប៉ុន្តែញឹកញាប់ដើម្បីជួយរក្សាជាតិទឹករបស់គាត់បន្ទាប់ពីក្អួតចំពោះក្មេងដែលអាយុលើសពី12ខែឬក៏លើសពី1ឆ្នាំគឺយើងអាចឲ្យជាទឹកឃ្មុំមួយស្លាបព្រាតូចដើម្បីជួយបន្ថយការក្អករបស់គាត់និងពិសេសបំផុតគឺត្រូវជៀសវាងពីអ្វីដែលជំរុញឲ្យក្អកខ្លាំងដូចជាផ្សែងបារីក្លិនខ្លាំងធូលីឬមួយក៏រោមសត្វចិញ្ចឹមហ្នឹងគឺត្រូវជៀសវាងកាត់បន្ថយជាសរុបការក្អករហូតក្អួតនៅលើកុមារតូចជាច្រើនករណីមិនមែនជារឿងគ្រោះថ្នាក់ទេប៉ុន្តែការសង្កេតពីរោគសញ្ញាគ្រោះថ្នាក់និងការថែទាំត្រឹមត្រូវគឺវាអាចជួយឲ្យកូនមានសុវត្ថិភាពនិងធូរស្រាលបានលឿន